ជារាជខ្មែរឈឺចាប់នឹងការរំលោភជិះជាន់របស់យួនយៀកុងនិងយួនកុម្មុយនីសខាងជើងដែលប្រើអំណាចឃោរឃៅមកតាំងមូលដ្ឋានទ័ពនៅលើទឹកដីរបស់ខ្លួនទើបនាំគ្នាធ្វើបាតុកម្មនៅថ្ងៃទី11មិនិនា1970នៅមុខស្ថានទូតយៀកុងនិងវៀតណាមខាងជើងដើម្បីទាមទារឲ្យពួកវាដកកងទ័ពនិងមូលដ្ឋានយោធាចេញឲ្យផុតពីប្រទេសកម្ពុជាយ៉ាងប្រញាប់បាតុកម្មនេះបានធ្វើឲ្យអ្នកតំណាងរាស្ត្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងសភាទាំងពីរបានរួមប្រជុំគ្នាជាបន្ទាន់ដើម្បីរកការដោះស្រាយនៅស្ថានភាពដ៏តានតឹងនេះហើយសូមឲ្យរដ្ឋាភិបាលប្រោចត្រង់ជាតិដែលមានលោកឧត្តមសេនីយ៍លន់នល់ជានាយកចាត់វិធានការយ៉ាងណាឲ្យយួនយៀកុងនិងយួនកុម្មុយនីសខាងជើងដកមូលដ្ឋានយោធារបស់ខ្លួនចេញឲ្យអស់ដោយគោរពតាមឆន្ទៈរបស់ប្រជារាស្ត្ររដ្ឋាភិបាលប្រោចត្រង់ជាតិក៏បានស្នើសុំតាមមធ្យោបាយសន្តិភាពដល់អ្នកទទួលខុសត្រូវយៀកុងនិងវៀតណាមខាងជើងឲ្យដកទ័ពនិងមូលដ្ឋានយោធារបស់ខ្លួនចេញពីទឹកដីខ្មែរចំពោះអាយុជាតិទៅប្រជារាស្ត្រខ្មែរមានកំហឹងយ៉ាងខ្លាំងចំពោះការរំលោភរបស់យួនយៀកុងនិងយួនកុម្មុយនីសខាងជើងមកលើបូរណភាពទឹកដីកម្ពុជាទើបធ្វើបាតុកម្មជាបន្តបន្ទាប់គ្នានៅមុខមន្ទីររដ្ឋសភាជាតិតវ៉ាឲ្យរដ្ឋាភិបាលរិះរកវិធានការបោសសម្អាតមូលដ្ឋានយោធារបស់យួនយៀកុងនិងយួនខាងជើងឲ្យអស់ពីទឹកដីខ្មែរលោកអិនតាមប្រធានរដ្ឋសភាបានទទួលសំណូមពររបស់បាតុករឲ្យសន្យាថានឹងនាំសំណូមពរនេះទៅជូនរដ្ឋាភិបាលឲ្យចាត់វិធានការតាមផ្លូវច្បាប់មានគំនិតរំលោភឲ្យតែនៅពេលនោះនរោត្តមសីហនុបែរជាប្រឆាំងនឹងសម្លេងប្រជារាស្ត្រខ្មែរហើយចេញមុខគាំទ្រយួនយៀកុងនិងយួនកុម្មុយនីសខាងជើងទៅវិញហេតុនេះនរោត្តមសីហនុបានឈ្មោះថាជាអ្នកក្បត់នឹងប្រជារាស្ត្រខ្មែរពិតៗដោយខ្លួនមិនព្រមគោរពឆន្ទៈរបស់រាស្ត្របែរជាទៅកាន់ជើងយួនយៀកុងនិងយួនកុម្មុយនីសខាងជើងទៅវិញដោយអនុវត្តទៅតាមរដ្ឋធម្មនុញ្ញជាតិសភាទាំងពីរដែលបានរួមប្រជុំនៅថ្ងៃទី18មិនិនា1970បានអនុម័តជាឯកច្ឆន្ទដកសេចក្តីទុកចិត្តទម្លាក់នរោត្តមសីហនុពីតំណែងប្រមុខរដ្ឋកម្ពុជាចាប់ពីថ្ងៃទី18មិនិនា1970វេលាម៉ោង13គត់ទៅនរោត្តមសីហនុត្រូវអស់តំណែងជាប្រមុខរដ្ឋប្រទេសកម្ពុជាទៀតហើយ